ថ្ងៃនេះក្រុមការងារបាជនកម្ពុជាមានបេសកកម្មមួយទៅចោះជួបផ្ទាល់អតិថិជនម្នាក់ដែលប្រើរថយន្តអគ្គិសនីបាជន Cloud 76,000 គីឡូត្រឹមរយៈពេល71ឆ្នាំយើងចង់ដឹងថាបងប្រុសប្រើរថយន្តអគ្គិសនីបាជន Cloud របៀបម៉េចតទៅតាមដានវីដេអូនេះដល់ចប់ទាំងអស់គ្នាអូខេជំរាបសួរបងបាទជំរាបសួរបងសុខសប្បាយបងបាទសុខសប្បាយដល់ពេញទុកដើរទៅហ្នឹងហើយបងហ្នឹងហើយមករយៈនេះមិនដែរបងរកបានមិនដែរគូសាមអីបងរត់សេដ្ឋកិច្ចវាលាក់ពិបាកដែរហ្នឹងហើយថ្ងៃនេះខ្ញុំមានសំណួរ4-5សំណួរសម្រាប់សួរបងតាក់ទងមួយបទពិសោធន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីបាជននេះហ៎អញ្ចឹងដំបូងខ្ញុំរៀងឆ្ងល់ដែរហើយក៏មានសំណួរដំបូងសួរថាបាជន Cloud នេះតាមដឹងបងប្រើបាន76,000 គីឡូហើយក្នុងរយៈពេលអត់ទាន់ដល់1ឆ្នាំណាបងបាទបងអាចចែកម្លែកបានទេថារបៀបប្រើប្រាស់បងហ្នឹងរបៀបម៉េចដែរបានជិតដល់60,000 គីឡូលឿនមែនតើអត់ទាន់ដល់1ឆ្នាំហើយចែកម្លែកបានទេបងខ្ញុំយើងមិនមែនលក្ខណៈជិះបែបគ្រួសារបែបអ្នកធ្វើការផងខ្ញុំអ្នករកស៊ីខាងអាជីវកម្មខាងតាក់ស៊ីពេលអញ្ចឹងវាចឹងបងសាឡើងខេតអីច្រើនដែរចឹងណាបងខេតក៏ទៅនិយាយរួមខ្ញុំអត់ដែររើសផងខ្ញុំជិះគ្រប់កន្លែងឡាននេះមិនមែនទេតាមខេតក៏ខ្ញុំទៅពេលខ្លះកុនខ្លាំងចុះចកាក៏ទៅដែរពិបាកកលិចកលុកដឹងស្រាប់ផ្លេចចុះចកាហ្នឹងហើយយល់បងទៅគ្រប់តែកន្លែងឲ្យតែមុខងារមុខថាទៅអញ្ចឹងបងបន្ទាប់ពីឆ្លងកាត់76,000 គីឡូមកចំណុចអីខ្លះដែលបងពេញចិត្តលើបាជន Cloud មួយគ្រឿងនេះនិយាយរួមចំណុចល្អច្រើនវាអត់មានអីជាឧបសគ្គឲ្យយើងផងការប្រើប្រាស់គឺ smooth ល្អបាទបងជិះស្រួលហើយជិះមកវាអត់ដែលមានបញ្ហាអីទេទៅតែឆែកសវិសតាមតែក្រុមហ៊ុនណាត់ប្រហែល10000 គីឡូត្រូវប្រហែល100 គីឡូប្រហែល1000 គីឡូត្រូវទៅឆែកត្រួតពិនិត្យម្ដងអញ្ចឹងទៅខាងសវិសល្អដោយសារអីគាត់ដាក់ឲ្យយើងកំណត់ឲ្យយើងដំបូងទៅប្រហែលគីឡូទៅឆែកសវិសប្រហែលក្រោយមកទៀតប្រហែលដងប្រហែលគីឡូគាត់ដាក់ឲ្យយើងតាមហ្នឹងឲ្យយើងមើលតាមហ្នឹងទៅបាទយល់បងចឹងគាត់យកចិត្តទុកដាក់មកយើងដែរណាបងបាទមានអីធម្មតាយើងទិញឡានពីក្រុមហ៊ុនបើសិនជាអត់មានខាងសវិសយកចិត្តទុកដាក់ទេរៀងបារម្ភដែរណាបាទហ្នឹងហើយចំណុចហ្នឹងគឺសំខាន់ហ្នឹងហើយដំបូងខ្ញុំគិតដើរសួរតាមការ៉ាសគេមុនខ្ញុំសម្រេចចិត្តទិញខ្ញុំដើរសួរពេលយកមកគិតបាទណាមួយវាបច្ចេកវិទ្យាថ្មីផងសម្រាប់យើងអត់ដែរធ្លាប់ប្រើបទសោតឡានអគ្គិសនីហ្នឹងបាទបងពេលអញ្ចឹងលក្ខណៈថាទុកចិត្តហើយនឹងមិនទុកចិត្តហ្នឹងវា50-50ដល់ពេលអញ្ចឹងដើរស៊ើបមិនមែនតែក្រុមហ៊ុននឹងមួយទេដំបូងខ្ញុំដើរស៊ើបអស់ហើយគ្រប់ម៉ាកឡានអញ្ចឹងយើងដើរស៊ើបយើងដើរសួរពីបទពិសោធន៍អ្នកប្រើអីខ្លះអញ្ចឹងទៅតម្រាំយើងសម្រេចចិត្តពេលខ្ញុំមើលតាម Facebook ទៅឃើញផ្សព្វផ្សាយពីម៉ាកឡានហ្នឹងក៏ចាប់អារម្មណ៍តាមបងបើកប្រហែលជាក់ស្ដែង76,000 គីឡូនេះគាត់ថាឡានសំចៃអត់សំចៃខ្ពស់ណាបាទបើគិតធៀបពីការប្រើប្រាស់ឡានសាំងខុសគ្នាចូល60ទៅ70%បើមែនតើស្រួលជាងប្រើប្រាស់ឡានសាំងផងឡានសាំងយើងត្រូវពិបាកសន្លឹងរកមើលតាមផ្លូវការ៉ាសសាំងណាល្អការ៉ាសសាំងណាអាក្រក់ហ្នឹងហើយតែបើអគ្គិសនីដល់ពេលយើងធ្លាប់ប្រើស្រួលដោយសារអីវាមានអេបរបស់គេហ្នឹងហើយអញ្ចឹងមុននឹងយើងទៅណាទៅខេត្តទៅឬក៏ទៅណាយើងត្រូវដាក់គោលដៅយើងមើលតាមអេបយើងស្រាវជ្រាវយើងទៅដាក់គោលដៅថាយើងទៅសាកនៅណាយើងទៅសម្រាកនៅណាអញ្ចឹងទៅពេលអញ្ចឹងវាសឹងតែស្រួលជាងឡានសាំងផងបាទការសោតថ្មឡានវាពិបាកដូចគេនិយាយអត់ហើយវាស្មុគស្មាញដូចអ្វីដែលគេច្រើនតែនិយាយអត់បងអត់មានអីពិបាកផងឥឡូវរឹតតែស្រួលទៀតដោយសារអីក្រសួងគាត់ចាប់ផ្ដើមបង្កើតពង្រឹងអាអេបមួយប្រើទូទៅទាំងអស់គ្នាមកគ្រប់ស្ថានីយ៍សាកអញ្ចឹងយើងមានតែអេបនឹងមួយយើងឆែកមើលទូទាំងប្រទេសហ្នឹងដឹងទាំងអស់កន្លែងណាមានស្ថានីយ៍សាកកន្លែងណាក៏លុកកលៀតណាក៏ដឹងដែរហើយមានទីតាំង location យើងទៅដល់ទីតាំងហ្នឹងអត់ឲ្យខុសទេបាទបងអញ្ចឹងអត់មានអីត្រូវជាបារម្ភទេការសាកក៏អត់ពិបាកទេបាទនិយាយរួមទាញទៅដល់ទីតាំងយើងបើកទៅកន្លែងសាកយើងដោតតែក្បាលសាកហ្នឹងចូលឡានយើង scan បាទហ្នឹងហើយនិយាយតាក់ទងជាមួយរឿងចំណាយវិញបង
ខ្ញុំឃើញបងជីច្រើនដល់ថ្នាក់ហ្នឹងបើសិនជារឿងចំណាយវិញបើធៀបមួយឡានសាំងដែលបងធ្លាប់ប្រើពីមុនមួយខែបងចំណាយបានប្រហែលដែរបងដូចខ្ញុំនិយាយពីខាងដើមបើរឿងការពីចំណេញពីរឿងសាកអគ្គិសនីយើងចំណេញជាងឡានសាំងច្រើនហើយណាមួយសេដ្ឋកិច្ចពិភពលោកហ្នឹងហើយដោយរឿងសាំងប្រេងឥន្ធនៈឥឡូវវាឡើងថ្លៃកាន់តែខ្លាំងហ្នឹងហើយបងអញ្ចឹងគឺខុសគ្នាដូចខ្ញុំថាវាមិនក្រោមពី70ទៅ80%ទេបាទអញ្ចឹងខ្ញុំជិះឡានអគ្គិសនីសាកក្នុងមួយថ្ងៃខ្ញុំជិះក្នុងខ្ទង់អន់ផុត200គីឡូយល់បាទអញ្ចឹងខ្ញុំចំណាយសាកថ្មអស់តែខ្ទង់25000 អីទេដោយសារអីថានេះកាន់តែច្រើនអ្នកចុះតម្លៃកាន់តែច្រើនដែរអញ្ចឹងយើងសាកយើងចុះតាមនឹងដែរយល់តែបើឡានសាំងខ្ទង់200-300គីឡូក្នុងមួយថ្ងៃចាក់សាំងអត់ក្រោមពី100000ទេអញ្ចឹងវាខុសអន់ផុតក៏70%ដែរបាទបងហើយអញ្ចឹងបងច្រើនតែគេសួរសម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនីគេថា5ឆ្នាំទៀតដឹងខ្លួនហើយអាហ្នឹងមិនវិញតើបងមកយល់ឃើញមិនដែរអាហ្នឹងខ្ញុំពិបាកថាដែរបងព្រោះខ្ញុំប្រើអត់តាន់បាន5ឆ្នាំបាទដល់ពេលអញ្ចឹងខ្ញុំរងចាំមើលដូចតែគ្នាតែ5ឆ្នាំក្រោយវាទៅជាយ៉ាងណាបើបទពិសោធន៍ខ្ញុំធ្លាប់ប្រើមករយៈមកនេះខ្ញុំគិតថាកុំបន្ទោសទៅរឿងឡានអគ្គិសនីបាទឡានសាំងក៏ដោយអ្នកខ្លះប្រើដល់5ឆ្នាំខូចហើយឡោកម៉ាស៊ីនបាត់ហើយដោយសារអីមកពីគាត់ប្រើប្រាស់អត់គោរពតាមគោលការណ៍របស់ក្រុមហ៊ុនតាមបច្ចេកទេសអញ្ចឹងរបស់អីក៏ដោយយើងប្រើថែយើងប្រើបានយូរបាទប្រើជាក់ស្ដែងនេះអានេះខ្ញុំនិយាយចំពោះបងប្អូនយើងអ្នកប្រើលក្ខណៈបែបគ្រួសារណាបាទបងគីឡូដែលខ្ញុំជិះនេះស្មើនឹងគាត់ជិះ 4-5 ឆ្នាំរួចបាត់ទៅហើយបាទតែខ្ញុំជិះ5-6 ជិត 60000 គីឡូនេះហើយខ្ញុំអត់ដែលតាន់បានចំណាយលុយទៅជួសជុលអស់ទៅ3តែ100ខ្មែរបាទបងបាទគឺខ្ញុំអស់តែថ្លៃសាកអគ្គិសនីសាកជិះទេអញ្ចឹងហើយខ្ញុំប្រើឡានអគ្គិសនីក៏អត់ខ្វល់ព្រោះមួយថ្ងៃខ្ញុំអត់ដែលទៅឆែកអីផងព្រលឹមឡើងឬក៏ល្ងាចប្រើអគ្គិសនីចិត្តអស់គឺខ្ញុំយកទៅសាកចោលឲ្យហើយសាករួចជិះហ្នឹងវាអត់មានពិបាកទៅមើលពេញម៉ាស៊ីនចិត្តដល់គីឡូត្រូវដូរពេញម៉ាស៊ីនខ្លាចជិះហួសគីឡូដូរពេញម៉ាស៊ីនវាអត់មានទេធម្មតាទេអ្នកដែលគាត់មិនតន់ឆ្លងកាត់គាត់តែងតែខ្លាចគាត់តែងតែនិយាយហើយគាត់និយាយក៏គាត់អត់ខុសដែរដោយសារអីគាត់បារម្ភពីយើងបាទខ្លាចយើងប្រើទៅវាខាតលុយខាតអីហ្នឹងទៅហើយណាមួយបច្ចេកវិទ្យានេះវាថ្មីសំបីតែខ្ញុំដំបូងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំដំបូងតម្រាំចិត្តថាទិញឡានអគ្គិសនីមកប្រើក៏ខ្ញុំគិតចិត្តមួយឆ្នាំដែរបានខ្ញុំសម្រេចចិត្តហើយខ្ញុំដើរសួរនាំអីចឹងទៅខ្ញុំចិត្តតែសួរពីជួបគេទៅចិត្តតែសួរនាំពីបទពិសោធន៍គេចឹងអីចឹងទៅហ្នឹងហើយបងហើយណាមួយខ្ញុំតម្រូវការរត់តាក់ស៊ីផងបាទក្រុមហ៊ុនតាក់ស៊ីក្រុមហ៊ុនអេតមួយចំនួនពីកាលនោះគាត់ចាប់ផ្ដើមពីឡានអគ្គិសនីឡានសេរីថ្មីបានគាត់ភ្ជាប់ឲ្យមានអតិភិបច្រើនដំបូងគេឲ្យយោបល់ឲ្យខ្ញុំប្រើម៉ាស៊ីនផងអគ្គិសនីផងតែដល់ពេលខ្ញុំគិតសពទៅឡានប្រើម៉ាស៊ីនដដែលអញ្ចឹងមួយខែគ្រាន់តែដូរពេញម៉ាស៊ីនក៏អស់100ជាងដែរអញ្ចឹងអាហ្នឹងព្រោះឡានឲ្យថ្មីប្រេងម៉ាស៊ីនក៏ថ្លៃដែរបាទអញ្ចឹងវាច្រើនតាមហ្នឹងដែរអញ្ចឹងក៏ខ្ញុំសម្រេចចិត្តហ្នឹងបើចូលប្រើខ្ញុំប្រើអគ្គិសនីសុទ្ធហ្មងទៅអាម៉ាគង់ដឹងហើយបើតាមតែមតិគេថា5ឆ្នាំទៀតដឹងខ្លួនជាមួយ5ឆ្នាំហ្នឹងទៅវាមិនបើយើងមិនសាកខ្លួនឯងវាអត់ដឹងទេបាទជាចុងក្រោយចង់ឲ្យបងមានអីជាពាក្យពេចន៍ខ្លះផ្ដាំផ្ញើទៅអ្នកដែលគាត់កំពុងតែពិចារណាទិញឡានអគ្គិសនីទទួលបានអារម្មណ៍មួយថាយើងអត់បារម្ភច្រើនទៀតទេដោយសារតែការគិតយើងចេះតែលឺពីគេមកវាពិបាកតែប្រើជាក់ស្ដែងវាមិនពិបាកទេបងមានជាពាក្យពេចន៍អីខ្លីខ្លឹមផ្ដាំផ្ញើសម្រាប់ពួកគាត់ណាបងខ្ញុំមិនមានអីច្រើនទេដោយសារអីពេលខ្លះយើងណែនាំយើងប្រាប់គាត់ពេលខ្លះគាត់គិតថាយើងនឹងត្រូវបានខាងណាមួយមកស្នើអីលក្ខខណ្ឌអីពិសេសមួយដើម្បីឲ្យយើងនិយាយឬក៏លើកតសើពីបញ្ហាអស់ហ្នឹងពីបច្ចេកវិទ្យាហ្នឹងអីចឹងទៅបាទតែគាត់ថានេះជាភាពស្មោះត្រង់របស់ខ្ញុំអ្នកប្រើប្រាស់ខ្លួនឯងផ្ទាល់ខ្ញុំនិយាយពាក្យពិតថារាល់ការដែលខ្ញុំនិយាយគឺជាការពិតបាទបងអញ្ចឹងតាមបទពិសោធន៍ខ្ញុំប្រើវាចំណេញច្រើនហ្នឹងហើយបាទហ
ហើយការបារម្ភរបស់ខ្ញុំហ្នឹងវារសាយអស់ហើយដោយសារអីពីមុនមកក៏ខ្ញុំដេកភ័យដូចតែគ្នានឹងការពីទិញមកប្រើដបងដោយសារអីវាថ្មីពេក បាទវាថ្មី ថ្មីចំពោះយើងតែបើចំពោះឡានប៉ៅជុននេះខ្ញុំប្រើនិយាយរួមសំបីបច្ចេកវិទ្យាអីខាងក្នុងវាការប្រើប្រាស់វាសាមញ្ញស្រួលប្រើអត់ស្មុគស្មាញទំនើបអីខ្លាំងពេកទេ បាទ មកល្មមដែលយើងអ្នកដែលមានការយល់ដឹងល្មាក់ល្មមហ្នឹងយើងអាចប្រើបាន បាទបង វាសាមញ្ញណាឡាននេះខ្ញុំប្រើគឺវាស្រួលសាមញ្ញគឺដូចខ្ញុំនិយាយថាមានអត់មានបញ្ហាអីផងយើងដឹងតែពីសាកថ្មជី ហ្នឹងហើយ ហើយបងប្អូនយើងត្រូវឲ្យគាត់គួរតែងាកមកពិចារណាមើលឡានអគ្គិសនីប្រើទៅ ហ្នឹងហើយបង បាទព្រោះវាចំណេញច្រើនហើយសម័យនេះហើយយើងទៅគិតថាខ្លាចចេះខ្លាចចុះបងប្អូនខ្លាចវាត្រូវហើយតែបើយើងមិនសាកខ្លួនយើងនៅតែមិនដឹងហ្នឹង បាទ ចាំស្ដាប់តែពីគេនៅតែមិនទទួលបានបទពិសោធន៍ពិតអញ្ចឹងបើយើងចង់ដឹងច្បាស់ទៅយើងប្រើខ្លួនយើង បាទបង សាកមើលទៅហើយតម្លៃឡានអគ្គិសនីថ្លៃច្រើនដោយសារអីវាតម្លៃតែ 20000 ជាងអីយើងទិញបានឡានសេរី option ខ្ពស់យកមកប្រើវាផាសុខភាព អញ្ចឹងអស់ហើយបងខ្ញុំអស់ហើយតែត្រូវសួរបងឲ្យបងឆ្លើយមករបស់ក្បាយអស់អញ្ចឹងក៏អរគុណច្រើនបង បាទនឹង សម្រាប់ការផ្ដល់ជាពេលវេលាចម្លើយឲ្យបទពិសោធន៍ពិតៗហ្មងអានេះយើងអត់មានរៀបចំទុកណា បាទ គឺបងឆ្លើយពិតៗតែម្ដងហើយយ៉ាសង្ឃឹមថាបងប្អូនដែលកំពុងពិចារណាទិញឡានអគ្គិសនីទាំងអស់នេះគឺជាចម្លើយមិនបាច់បារម្ភច្រើនពេកទេយើងដឹងថាស្រួលមិនស្រួលគឺយើងបទពិសោធន៍ខ្លួនឯងអញ្ចឹងណាបងបាទបងអរគុណច្រើនបង ដូចខ្ញុំផ្ដាំមួយទៀត បាទ បើយើងទិញរកក្រុមហ៊ុនណាដែលមានទំនុកចិត្តដូចតែ បាទ បើយើងបារម្ភអញ្ចឹងវាល្អយើងបារម្ភវាអត់ខុសទេតែបើយើងបារម្ភអញ្ចឹងយើងកុំទិញឡានតាមការ៉ាស់នាំចូលអីទៅទិញតាមក្រុមហ៊ុនថ្លៃជាងបន្តិចតែការធានារបស់គេវាច្បាស់លាស់ឲ្យយើង បាទបង គេមើលខុសត្រូវឲ្យយើងមានទំនុកចិត្តតែបងប្អូនថាចង់ចំណេញខុសថ្លៃគ្នាពី1000 2000 បាទ ហ្នឹងយើងទិញតាមការ៉ាស់យើងទទួលយកបែបការធានាតាមការ៉ាស់ហ្នឹងទៅ យ៉ា បាទ ព្រោះខ្ញុំមើលឃើញរឿងមួយទៀតដែលយើងបាននិយាយមុនហ្នឹងរឿងដែលសំខាន់មួយដែរហ្នឹងគឺសេវាកម្មក្រោយការលក់ បាទ ព្រោះបើសិនជាយើងទិញឡានពីកន្លែងហ្នឹងមួយទៅដល់ពេលដែលខូចខាតអីទៅក្រុមហ៊ុនឬក៏ការ៉ាស់អត់យកចិត្តទុកដាក់ជាមួយទេមានបញ្ហាអីគឺយើងហានិភ័យហើយ បាទនឹងហានិភ័យខ្លួនយើងទេ បាទហ្នឹងហើយបងអញ្ចឹងអរគុណច្រើនបងសម្រាប់ការផ្ដល់ជាបទពិសោធន៍ច្រើនមែនតើថ្ងៃនេះក្បោះក្បាយមែនតើបងអូខេបងអញ្ចឹងអរគុណច្រើនបងសម្រាប់ការផ្ដល់ជាការសម្ភាសឲ្យបទពិសោធន៍ពិតៗសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនីបើជូនខ្សោយបងនេះ760000គីឡូក្នុងរយៈពេលអត់ទាន់ដល់មួយឆ្នាំស្រួលទេបងអញ្ចឹងខ្ញុំមានកាដូទីជួយជូនបងគ្នាបាទហ្នឹងបងហើយយើងមានការជួយជូនបងសម្រាប់ការផ្ដល់សម្ភាសអញ្ចឹងអរគុណច្រើនមែនតើបងបាទ